ថាខ្ញុំនឹងមកបង្រៀនអំពីរបៀបរកលេខនៅក្នុង Sakura School ឥឡូវយើងចាប់ផ្ដើមទៅរកលេខទាំងអស់គ្នាចាអរគ្នាឥឡូវយើងទៅក្នុងប្រវត្តិសាស្ត្រនេះណាខ្ញុំរកជាខ្ញុំถ่ายទុកផ្ទះតួប្រុសទាំងអស់គ្នាយើងទៅទូប្រុសទាំងអស់គ្នាហើយយើងចូលទៅក្នុងផ្ទះតួប្រុសដើម្បីយកលេខក្នុងបន្ទប់របស់គាត់ទាំងអស់គ្នាបន្ទាប់ពីយើងយកលុយនោះទៅប្រហែលយើងទៅខាងក្រៅផ្ទះតួប្រុសទាំងអស់គ្នាពួកឯនោះក្នុងក្រៅផ្ទះតួប្រុសហ្នឹងក៏វាមានលុយដែរបន្ទាប់មកពីយើងយកលុយហើយយើងទៅបន្ទប់នៅកន្លែងទី2នៅកន្លែងទី2ហ្នឹងគឺកន្លែងហាងគីឡូអីទាំងអស់គ្នាពេលយើងទៅកន្លែងទី2ហើយយើងទៅកន្លែងទី3ហើយកន្លែងទី3ហ្នឹងអ្នកគ្នាគឺនៅតែគុណថ្មីហ្នឹងអ្នកគ្នាចឹងនេះគឺជាប្រពៃមួយអ្នកគ្នាសុំទោសចាបន្ទាប់មកយើងទៅកន្លែងទី4គឺកន្លែងគេធ្វើការទាំងអស់គ្នាកន្លែងនោះមុខខ្វានៅក្រោយហាងនោះបន្តិចហ្នឹងហើយនៅកន្លែងគេធ្វើការធ្វើអីហ្នឹងយើងទៅដល់កន្លែងនោះអ្នកគ្នាយើងឃើញគ្នាគឺទៅក្នុងអន្តរនោះគឺពីពុនយើងឆាត់ដែរហ្នឹងអ្នកគ្នាយើងទៅលើនោះទៅយើងឃើញទាំងអស់គ្នាយើងឃើញមែនតើមិននិយាយលេងឥឡូវយើងធ្វើការទៅសិនទៅហើយចាំគិតទៀតទាំងអស់គ្នាហើយយើងទៅយើងទៅយកលុយនៅក្នុងនោះយើងយកបានហើយយើងទៅកន្លែងធ្វើហេតុការណ៍នេះទៅនៅកន្លែងធ្វើហេតុការណ៍ហ្នឹងវារៀងមិនដែរអ្នកគ្នាហ្នឹងគឺវាមានលុយតែ2000យ៉េនដែរទេហើយមានទឹកដោះគោមួយតែអ្នកគ្នាមិនខុសទឹកដោះគោនឹងបានយកទៅលើបានហ្នឹងចាំបន្តមកទៀតយើងធ្វើការទៅកន្លែងពូឡាអ្នកគ្នាពូជាងឡាណាចាយកឲ្យមកអ្នកគ្នាយើងទៅយើងទៅកន្លែងហ្នឹងអ្នកគ្នាយើងជួយសំភារអីទៅបានអត់ទៅយើងទៅមកអ្នកគ្នាយើងទៅកន្លែងកូនហើយយើងអាហ្នឹងយកសុំលុយគាត់បដកបាន200យ៉េនអ្នកគ្នាហ្នឹងឯងចឹងចាំឲ្យអ្នកគ្នាយើងធ្វើគេទៅប្រៀបបញ្ចាំនេះនិយាយរំទៅគឺថាធ្វើសប្បាយខ្លាំងតែមកអ្នកគ្នាគេសាក់ទៅដល់ឡើយបើតែខ្ញុំនៅមានកន្លែងច្រើនទេខ្ញុំថាបង្ហាញដល់គ្នាចុះបន្តយើងចាប់បាយបាយទាំងអស់គ្នា